យើងជាមិត្តដ៏អស្ចារ្យរបស់រុស្ស៊ីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជួបជាមួយពូទីននៅទីក្រុងមូស្គូប្រតិចារកនេះមានសុនទ្រកថាផ្លូវការការទូតស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់ទីក្រុងមូស្គូវាគ្មិនសង្កត់ធ្ងន់លើភាពជាដៃគូដ៏យូរអង្វែងនិងគួរឲ្យទុកចិត្តរវាងរុស្ស៊ីនិងម៉ាឡេស៊ីដោយពិភាក្សាអំពីពាណិជ្ជកម្មទំនាក់ទំនងសេដ្ឋកិច្ចនិងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតទូនីតិរបស់នាយករដ្ឋមន្ត្រីក្នុងអាស៊ាននិងសក្តានុពលសម្រាប់កំណើនក្នុងវិស័យផ្សេងដូចជាទេសចរណ៍ថាមពលនិងបច្ចេកវិទ្យាក៏ត្រូវបានគូសបញ្ជាក់ផងដែរសុនទ្រកថានេះបង្ហាញពីការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការនិងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពរបស់ប្រទេសម៉ាឡេស៊ីសម្រាប់ពលរដ្ឋរុស្ស៊ីខណៈពេលដែលទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការនិងដំណើរទស្សនកិច្ចនាពេលខាងមុខរួមទាំងសារសម្រាប់ស៊ុលតុងនៃប្រទេសម៉ាឡេស៊ីផងដែរវាគ្មិនស្វាគមន៍យ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់ទីក្រុងមូស្គូដោយគូសបញ្ជាក់ពីភាពជាដៃគូយូរអង្វែងរវាងរុស្ស៊ីនិងម៉ាឡេស៊ីប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ថាជាដៃគូដ៏សំខាន់និងគួរឲ្យទុកចិត្តសម្រាប់ប្រទេសរុស្ស៊ីជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វាគ្មិនទទួលស្គាល់តួនាទីដឹកនាំរបស់ម៉ាឡេស៊ីនៅក្នុងអាស៊ានចាប់តាំងពីថ្ងៃទី1ខែមករាឆ្នាំបច្ចុប្បន្នដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់ការពង្រឹងទំនាក់ទំនងនៅក្នុងអង្គការនេះទោះបីជាមានការថយចុះបន្តិចនៃទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនក៏ដោយក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែរឹងមាំនិងមានស្ថិរភាពទាក់ទងនឹងពាណិជ្ជកម្មនិងសេដ្ឋកិច្ចវាគ្មិនសង្កត់ធ្ងន់លើតម្រូវការសម្រាប់គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីដោះស្រាយការធ្លាក់ចុះនៃពាណិជ្ជកម្មនិងធ្វើការឆ្ពោះទៅរកការបញ្ច្រាស់វាទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងម៉ាឡេស៊ីត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1967ហើយដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការវាគ្មិនអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រាប់ការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាដែលបង្ហាញពីសារៈសំខាន់នៃការចូលរួមបែបនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏គ្រោងនឹងចូលរួមវេទិកាមួយនៅទីក្រុងកេសែនដែលផ្ដោតលើប្រទេសរុស្ស៊ីនិងពិភពអ៊ីស្លាមដោយបង្ហាញពីការពង្រីកវិសាលភាពអន្តរជាតិរបស់រុស្ស៊ីវិស័យទេសចរណ៍ត្រូវបានគូសបញ្ជាក់ថាជាវិស័យរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីដោយប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅពេញនិយមកាន់តែខ្លាំងឡើងសម្រាប់ភ្ញៀវទេសចររុស្ស៊ីវាគ្មិនសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការធានាសុវត្ថិភាពនិងការលួងលោមរបស់ពលរដ្ឋរុស្ស៊ីដែលមកលេងម៉ាឡេស៊ីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានស្នើសុំឲ្យផ្ញើសារជូនពលដល់ស្ដេចស៊ុលតុងនៃយ៉ូហូរហើយមានការទន្ទឹងរង់ចាំសម្រាប់ដំណើរទស្សនកិច្ចរបស់ស្ដេចស៊ុលតុងទៅកាន់ប្រទេសរុស្ស៊ីនាពេលខាងមុខ